លោកស្រីឆនសារិនប្រជាកសិករដាំដុះផ្លូវកង្កែបរស់នៅភូមិចំការសំរោង2សង្កាត់ចំការសំរោងក្រុងបាត់ដំបងនាព្រឹកថ្ងៃទី25ខែកុម្ភៈឆ្នាំ2026បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរជួយទិញបន្លែដាំដុះដោយប្រជាកសិករខ្មែរដើម្បីឲ្យមានទឹកចិត្តក្នុងការដាំដុះបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារនាពេលបច្ចុប្បន្នដោយមិនចាំបាច់នាំចូលបន្លែពីក្រៅប្រទេសឡើយក៏ដូចជាការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងគ្រួសារលោកស្រីឆនសារិនបានឲ្យដឹងថាការប្រកបមុខរបរដាំដុះផ្លូវកង្កែបលើផ្ទៃដីទំហំកន្លះហិកតាទទួលបានទិន្នផលប្រហែល1តោនចំពោះការលក់ដូរគឺលក់នៅតាមហាងឆេងទីផ្សារជួនលក់បានថ្លៃជួនលក់បានថោកហើយការដាំដុះនេះគឺដាំដោយខ្លួនឯងមិនបានសិក្សារៀនសូត្រទេដាំតាមទំនៀមទម្លាប់បើពេលខែថ្លៃអាចសល់ប្រាក់ខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃនិងចំណាយទៅលើផ្សេងខ្ញុំឈ្មោះឆនសារិនភូមិចរាស្រោង2 10ឆ្នាំហើយដែរក៏ដាំឲ្យ10ឆ្នាំជាងហើយកន្លះហិកតាផលបានកាត់ម្ដងបើយើងសរុបកន្លះហិកតាហ្នឹងបានមួយសាមួយតោនអីអត់ទៀងតាមហាងឆេងជុំការខែថ្លៃទៅ3000 3500វាទៀងតាមរដូវអញ្ចឹងណាខែ1ខែ2ថោក1000 1300អីទេដាំដោយខ្លួនឯងបានស្រន់ដែរពេលខែថ្លៃយើងអាចសល់ខ្លះពេលខែថោកយើងអត់សល់ទេព្រោះវាបានថោកដែរបើបានថ្លៃក៏យើងសល់ខ្លះទៅដល់ពេលខែថោកបានតែមហូបអញ្ចឹងទៅវាគេយកតិចដែរនិយាយទៅគេលក់អត់សូវដាច់គេយកតិចអញ្ចឹងយើងបានកន្រៃនឹងតិចតាមនឹងដែរអត់ប្រកាន់រដូវផងដាំបានរហូតដាំម្ដងបានដង2ឆ្នាំអីតែអានេះ2ឆ្នាំនេះវាខូចដោយសារវារិញដើមទៅខ្ញុំរើវិញឲ្យមួយកន្លែងនេះណាតែអាកន្លែងក្រោយនោះអត់ទេដាំទៅយើងដាំថ្មីដែរអត់តរើទេស្រួលអានេះដាំមានអីដែរយើងធ្វើដីដូចយើងស្ទូងសណាបដែរទៅយើងកាត់វាតមកដាំហ្នឹងអូចាប់ពីថ្ងៃដាំរហូតដល់ថ្ងៃប្រមូលផលអានេះយូរ3ខែមិនបានកាត់វាយូរតែមុនដំបូងអញ្ចឹងឯងដល់ពេលក្រោយមកយើងដាំវាបែកមេឃអីជុំកាត់នឹងហើយបើ20ថ្ងៃអីបានកាត់ម្ដងហើយដោយខែវាដែរខែនេះខែ1ខែ2នេះវាជួបបញ្ហាតកៅហើយនឹងសัตว์រោមវាខ្លះយើងបាញ់យូរម្ដងទេនិយាយទៅយើងប្រើថ្នាំយូរម្ដងទេខ្ញុំទិញគេតជួយទិញឲ្យបានច្រើនអញ្ចឹងណាបន្លែក្នុងស្រុកយើងអញ្ចឹងណាជួយគ្រប់គ្រងឲ្យបានទិញច្រើនផងបានដាំទៅបានកម្រៃអញ្ចឹងណាបានច្រើននឹងខ្ញុំពោលឲ្យជាជនខ្មែរយើងហ្នឹងជួយទិញបន្លែក្នុងស្រុកដូចខ្ញុំដាំអីចឹងបើតាមការពិនិត្យមើលជាក់ស្ដែងប្រជាកសិករដែលរស់នៅភូមិចំការសំរោង2សង្កាត់ចំការសំរោងក្រុងបាត់ដំបងសុទ្ធសឹងតែប្រកបមុខរបរដាំដុះបន្លែរួមផ្សំមានដូចជាផ្លូវកង្កែបម្រះព្រៅជីអង្កាមនិងបន្លែរួមផ្សំដទៃទៀតពួកគាត់ឧស្សាហ៍ព្យាយាមណាស់ដោយមិនខ្លាចនឿយហត់ទោះបីក្តៅឬត្រជាក់ក្តីគាត់នៅតែបន្តការដាំដុះដើម្បីបានទិន្នផលយកទៅលក់ដូរលើទីផ្សារក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារដោយចំណាយទៅលើកូនសិក្សារៀនសូត្រចំណាយទៅលើការរស់នៅប្រចាំថ្ងៃនេះគឺជាទឹកចិត្តប្រជាកសិករខ្មែរខិតខំដាំដុះបន្លែរួមផ្សំបើទោះបីជាគាត់មិនបានទទួលការបណ្ដុះបណ្ដាលផ្នែកកសិកម្មក៏ដោយក៏គាត់នៅតែដាំដុះតាមទំនៀមទម្លាប់របស់គាត់ដោយមិនទុកដីឲ្យនៅទំនេរឡើយ